ជាដំបូងធ្វើការឆាស្លឹកកញ្ឆាយដាក់ខ្ទះឲ្យក្តៅចាក់ប្រេងចូលចាក់ខ្ទឹមសចិញ្ច្រាំចូលឆាបន្តិចឲ្យវាឈ្ងុយបន្ទាប់មកចាក់ស្លឹកកញ្ឆាយចូលនិងចាក់ទឹកស៊ីអ៊ីវចូលបន្ទាប់មកឆា3 ទៅ 4 នាទីឲ្យវាឆ្អិនទុកមួយឡែកធ្វើការលាយម្សៅចាក់ម្សៅអង្ករខ្សាយចូលម្សៅឆានិងម្សៅដំណើបប្រេងឆានិងទឹកបន្ទាប់មកលាយវាឲ្យចូលគ្នាសព្វល្អបន្ទាប់ពីលាយម្សៅចូលគ្នាល្អហើយចាប់ផ្ដើមបើកភ្លើងល្មមដើម្បីកូរម្សៅនេះឲ្យដាច់ទឹកនៅពេលឆាម្សៅឃើញបែបនេះហើយយើងត្រូវឆាថែមបន្តិចទៀតទើបលើកវាចុះម្សៅដែលឆារួចនោះយើងត្រូវយកវាមកលុញចូលគ្នាឲ្យវាស្អិតល្អនៅពេលដែលយើងលុញវាឲ្យស្អិតល្អហើយត្រូវយកកំបត់កាត់វាជាដុំដើម្បីងាយស្រួលក្នុងការវេចចាប់ផ្ដើមធ្វើការវេចស្នូលបន្ទាប់ពីវេចនំរួចត្រូវយកនំនោះយកមកចំហុយដាក់ទឹកឲ្យពុះចំហុយរយៈពេល15នាទីក្រោយចំហុយ15នាទីជាការរួចរាល់នំកញ្ឆាយមួលបានរួចរាល់ហើយសង្ឃឹមថាបងប្អូននឹងចូលចិត្តคลิปវីដេអូនេះសូមអរគុណសូមជម្រាបលាជួបគ្នានៅคลิปក្រោយទៀតបាយបាយ